Nơi trong Rich vùng ta cuốn con tộc pa bol pi cục ti ban lệch làng. Người côត្រូវបែកបាក់ជាច្រើនផ្នែកគ្រួសារមន្ត្រីស្មោះត្រង់ត្រូវគេបំផ្លាញកូនស្រីរបស់ពួកគេត្រូវបញ្ជូនទៅនិរទេសនៅតំបន់ត្រជាក់តាមផ្លូវនាំអ្នកទោសស្រីទៅនិរទេសពួកគេត្រូវសັບព្រៃវាយប្រហារឆ្មាំនឹងអ្នករស់រានមានតិចតួចប៉ុណ្ណោះអ្នកភ្ញាក់ហើយលោកមន្ត្រីផឹកទឹកបន្តិចទៀតមុននេះខ្ញុំកំពុងលេងហ្គេមក្នុងម៉ោងប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យហើយអ្វីខ្ញុំឆ្លងមកសម័យបុរាណថែមទាំងខ្លាចជាឆ្មាំនាំអ្នកទោសពួកគេស្លាប់អស់មានតែខ្ញុំម្នាក់សូមកុំទុកខ្ញុំចោលតាមការចងចាំរបស់ម្ចាស់រៀងនេះរាជវង្សតាគុនកំពុងចលាចលនៅខាងក្រៅពោពេញដោយសង្គ្រាមនារីអ្នកមានទាំងនេះបើនៅក្នុងភ្នំនេះមួយយប់តំបន់ត្រជាក់នេះមានសត្វសាហាវច្រើនសូម្បីខ្ញុំក៏អាចស្លាប់ប្រព័ន្ធប៉ះវត្ថុបានភ្ជាប់ជោគជ័យមុខងារទី1ប៉ះវត្ថុដើម្បីទទួលសមត្ថភាពមុខងារទី2ប៉ះវត្ថុដើម្បីទទួលព័ត៌មានរង្វាន់ចាប់ផ្ដើមថ្ងៃនេះអាចប៉ះបាន3ដងប្រព័ន្ធប៉ះវត្ថុឈ្មោះនេះសំនឹងខ្ញុំពិតមែនប៉ះសត្វខ្លាទទួលបានកម្លាំងបើខ្ញុំប៉ះវាច្រើនជាងនេះប៉ះជោគជ័យទទួលបានកម្លាំងពេញលេញរបស់សត្វខ្លាពេញវ័យកម្លាំងបច្ចុប្បន្នស្មើមនុស្ស2នាក់កន្លះលោកមន្ត្រីលីវប៉ះខ្លារហូតស្លាប់កម្លាំងខ្ញុំទុះនៅក្នុងសម័យចលាចលនេះក៏មានសមត្ថភាពការពារខ្លួនបានតាក់ដៃលើធ្មេញនៅលើក្បាលទទួលព័ត៌មាននៅជើងភ្នំមានភូមិបោះបង់ចោលអ្នកភូមិដាំបានភៀសខ្លួនអស់ហើយឥឡូវគ្មានមនុស្សរស់នៅខ្លានេះយ៉ាងហោចណាស់មានទម្ងន់500ជីនគាត់អាចលើកវាដោយដៃតែមួយរាជវង្សតាគុនចិត្តដួលរលំហើយខាងក្រៅពោពេញដោយសម្ភារៈណាចង់រស់តាមខ្ញុំមកពួកយើងតាមអ្នកសូមកុំទុកខ្ញុំចោលដោយមានប្រព័ន្ធនេះនារីទាំងនេះប្រហែលខ្ញុំអាចនាំពួកនាងរស់បាននៅក្នុងភ្នំនេះក៏សាងមូលដ្ឋានចាប់ផ្ដើមគ្មានអ្នកណាទេមិនគិតថាជាភូមិតកូលលីវដូចគ្នានៅសល់របស់ប្រើបានខ្លះចាប់ពីថ្ងៃនេះទីនេះជាមូលដ្ឋានរបស់ខ្ញុំប្រញាប់ភូមិលីវនេះនឹងក្លាយជាផ្ទះរបស់អ្នកទាំងអស់មុនមេឃងឹតសម្អាតផ្ទះដែលអាចរស់បានហើយចាប់ពីថ្ងៃនេះអ្នកទាំងអស់ជាអ្នកភូមិលីវកន្លែងនេះបាក់បែកបែបនេះតើរស់បានយ៉ាងម៉េចមានមកនិយាយតិចឥឡូវយើងពឹងលោកលីវទៅព្រោះបានបងប្អូនស្រីប្រញាប់កាប់ឈើនិងជួសជុលផ្ទះប៉ះដើមឈើចាស់ទទួលសមត្ថភាពថ្មីឬរឹងមាំអាចស្រូបធម្មពលជីវិតពីដើមឈើល្បឿនជាសះស្បើយកើនដល់ 1000% ប៉ះដើមឈើក៏អាចស្ដាររាងកាយថ្ងៃក្រោយមានដើមឈើជិតខ្លួនអ្នកណាអាចសម្លាប់កម្លាំងសត្វខ្លានៅបានហើយតែរឿងបន្ទាន់គឺត្រូវចិញ្ចឹមមាត់100នាក់នេះឲ្យឆ្អែតលោកលីវអ្នកញ៉ាំសិនសូវ៉ាន់ឈីងនាងពិតជាមិនខ្មាស់កូនស្រីមន្ត្រីធំបែរជាបំរើតែទឹកឲ្យឆ្មាំតូចមុខមាត់ក៏មិនចង់បានកុំគិតថាខ្ញុំហៅអ្នកថាលោកលីវហើយអ្នកខ្លាចជាមនុស្សធំពេលប្តីខ្ញុំត្រឡប់មកខ្ញុំនឹងឲ្យរង្វាន់អ្នកឥឡូវគ្រាន់តែជាអ្នកទោសស្ត្រីនេះពិតជាមិនដឹងស្ថានភាពអ្នកណាចង់ចេញក្រៅឲ្យខ្យល់ត្រជាក់ទៀតទេសាច់នេះញ៉ាំបានច្រើនបំផុត3ថ្ងៃត្រូវប្រញាប់រកអាហារបន្ថែមស្អែកឡើងភ្នំមើលទៅនាងនៅតែមិនទាន់ភ្ញាក់ពីក្តីស្រមៃបានហើយសុំទោសលោកលីវខ្ញុំខុសហើយសូមអនុញ្ញាតឲ្យខ្ញុំចូលឲ្យខ្ញុំធ្វើអ្វីក៏បានកូនស្រីមន្ត្រីធំបដូរចិត្តលឿនសំនឹងជាមនុស្សដែលធ្លាប់ចេះមើលទីខ្យល់ថ្ងៃក្រោយចេះស្ដាប់បង្គាប់បន្តិចមានអាហារត្រឹមនេះមាត់100ញ៉ាំមិនគ្រប់ផងទទួលព័ត៌មាននៅមុខចម្ងាយបេលី
មានជ្រូកព្រៃស្ដេចទម្ងន់800កំពុងរបួសធ្ងន់នឹងនៅរដូវកាលសំណាងពិតជាមកដល់មុខទ្វារជ្រូកនេះថ្ងៃនេះមិនអាចរួចទេលោកលីវចូលក្នុងម្នាក់ឯងគ្រោះថ្នាក់ណាស់បងស្រីយើងតាមទៅអាហារដែលរកបានគួរចែកឲ្យគ្រប់គ្នាពេលនេះមិនដូចពីមុនទៀតទេមិនថាមុននេះយើងមានឋានៈខ្ពស់ប៉ុណ្ណាចាប់ពីថ្ងៃនេះត្រូវតាមលោកលីវតាមគាត់គ្រាន់តែជាឆ្មាំតូចមានអីអស្ចារ្យគាត់គ្រាន់តែទទួលបញ្ជានាំយើងមកតំបន់ត្រជាក់និយាយឲ្យត្រង់គាត់ក៏ជាអ្នកត្រូវនិរទេសដូចយើងតែលើគាត់មិនទុកយើងចោលឲ្យឡើងភ្នំទៅបបគាត់ស្លាប់យើងធ្វើម៉េចមើលសិនរាជវង្សតាគុណចិត្តដួលរលំដោយអត្តសញ្ញាណរបស់យើងបើត្រឡប់មកដល់មួយថ្ងៃក៏ត្រូវចាប់ទៅផ្ទះបនពួកអ្នកប៉ះបោទាំងនោះគិតតែពីកេរ្តិ៍ឈ្មោះខ្លួនហើយបញ្ជូនយើងទៅនិរទេសលោកលីវសូមអ្នកត្រឡប់មកដោយសុវត្ថិភាពទោះជ្រូកព្រៃនេះរបួសតែសត្វនៅរដូវកាលទៅជាក្របបែកមិនអាចប្រយុទ្ធផ្ទាល់ត្រូវវាយពីចំហៀងដែលរបួសមួយតាមបិទបញ្ចប់វាលីនឈៀនចៅអ៊ីងស្ត្រីល្ងងទាំងពីរនេះមកទីនេះដើម្បីស្លាប់មែនមើលគាត់ហាក់ដូចជាឲ្យយើងចេញជ្រូកនេះមិនធម្មតាកុំបន្ថែមបញ្ហាឲ្យលោកលីវសត្វអាក្រក់លីវីយេទៅនេះឯងសត្វអាក្រក់ថ្ងៃនេះលីវីយេជាអ្នកសម្រេចសំបីឆ្អឹងដៃក៏បាក់ប្រកួតកម្លាំងជាមួយជ្រូកព្រៃកំពុងកាចគឺរកស្លាប់បើកម្មបិទចុងក្រោយមិនត្រូវថ្ងៃនេះខ្ញុំស្លាប់នៅទីនេះអ្នកណាឲ្យពួកនាងលួចឡើងភ្នំលើកក្រោយហ៊ានរត់មកទៀតខ្ញុំនឹងវាយបាក់ជើងពួកយើងគ្រាន់តែបារម្ភពីសុវត្ថិភាពលោកលីវចៅអ៊ីងព្រមទទួលទោសសំណាងមានសមត្ថភាពឬរឹងមាំសំបីឆ្អឹងបាក់ក៏ភ្ជាប់វិញឲ្យតែមានដើមឈើជិតខ្លួនខ្ញុំជាមនុស្សសម្លាប់មិនស្លាប់ដៃគាត់មុននេះមិនបាក់មែនទេប៉ះដើមឈើបន្តិចក៏ជាសះស្បើយនេះនៅតែជាមនុស្សមែនជ្រូកព្រៃនេះធ្ងន់ជាងខ្លាមុនទៀតមើលទៅមានរាប់រយជីនគាត់អាចលើកដោយដៃតែមួយឈរងើយធ្វើអីតាមមកបើខ្ញុំទៅដល់យឺតគុំសង្ឃឹមបានញ៉ាំសំបីមួយមាត់ធំណាស់ឈរធ្វើអីចាប់ដើមកាត់សាច់យប់នេះញ៉ាំឲ្យឆ្អែតពួកអ្នកប៉ះបោដែលនិរទេសនារីអ្នកមានទាំងនេះប្រហែលសុបិនក៏មិននឹកដល់ពេលពួកគេប្រយុទ្ធដណ្ដើមអំណាចខ្ញុំនៅទីនេះញ៉ាំសាច់ពេញមាត់នារីស្រស់ស្អាត100នាក់នៅជុំវិញជីវិតនេះសំបីព្រះមហាក្សត្រមកក៏មិនដូរតែញ៉ាំមិនធ្វើការមិនបានទេត្រូវដាក់ច្បាប់អ្នកទាំងអស់ស្ដាប់ចាប់ពីថ្ងៃនេះភូមិលីវចែកការងារតាមពិន្ទុជួសជុលផ្ទះបើកដីដាំដំណាំទឹកនិងរៀបចំអាហារសុទ្ធតែគិតជាពិន្ទុអ្នកដែលពិន្ទុខ្ពស់អាចញ៉ាំអ្វីក៏បានដូចខ្ញុំហើយរស់នៅផ្ទះលេខ1ដែលកក់ក្ដៅបំផុតចង់ញ៉ាំល្អស្លៀកកក់ក្ដៅតែមិនធ្វើការថែមទាំងធ្វើរកជាស្ត្រីអ្នកឥឡូវទៅផ្ទះលេខ4ទីនោះត្រជាក់រហូតអាចឃើញដង្ហើមខ្លួនហើយទឹកកកនៅទីនោះថ្លាដល់អាចឆ្លុះមុខបានលោកលីវរបៀបនេះមិនសមទេពួកយើងសុទ្ធតែជាស្ត្រីខ្សោយដែលរងគ្រោះតើអាចយកអាហារ
មកបង្ខំយើងធ្វើការដូចអ្នកបម្រើពួកយើងសុទ្ធតែជាកូនស្រីគ្រួសារខ្ពស់ដែលមិនធ្លាប់ប៉ះទឹកត្រជាក់មែនទេបើរឿងនេះលេចចេញគេនឹងសើចនេះជាអាកប្បកិរិយារបស់កូនស្រីមានការអប់រំមែនមើលខ្លួនឯងម្នាក់សិនថាឥឡូវរស់នៅសភាពអ្វីចង់ឲ្យខ្ញុំបម្រើពួកអ្នកទៀតអ្នកនៅចង់លើកដៃវាមនុស្សទៀតពេលថ្ងៃក្រោយគ្រួសារខ្ញុំត្រូវស្ដារខ្ញុំនឹងឲ្យប្តីខ្ញុំកាត់ទោសអ្នកគ្មានសមត្ថភាពមើលខ្លួនឯងផងបើកភ្នែកមើលឲ្យច្បាស់ទីនេះជាភូមិលាវមិនមែនជាផ្ទះអ្នកមានរបស់អ្នកទេអ្នកហ៊ានយ៉ាងម៉េចកុំភ្លេចអត្តសញ្ញាណខ្លួននៅខាងក្រៅមានមនុស្សស្លាប់រាប់មិនអស់អ្នកវិញទៅជាអ្នកភ្លេចតាមផ្លូវពីរាជធានីមកនេះសាកសពពេញផ្លូវអ្នកភ្លេចហើយឬបើមិនមែនលោកលីវមានចិត្តល្អនាំយើងរកឃើញកន្លែងនេះហើយប្រមាញ់សត្វធំបែបនេះមកឥឡូវយើងប្រហែលខ្លាចជាសាកសពតាមផ្លូវឬខ្លាចជាអាហារសត្វព្រៃយប់នេះខ្ញុំត្រូវគេបិទទុកក្រៅផ្ទះម្នាក់ឯងខ្ញុំភ័យពេញមួយយប់ខ្ញុំត្រជាក់ខ្ញុំឃ្លានខ្ញុំខ្លាចត្រូវចុកខំយកពេលនោះក្នុងខួរក្បាលខ្ញុំមានតែគំនិតមួយខ្ញុំចង់រស់ឲ្យខ្ញុំធ្វើអ្វីក៏បានអ្វីហៅថាគិតយូរអ្វីហៅថាឈ្មោះល្អនៅមុខជីវិតវាគ្មានតម្លៃទេលោកលីវផ្ដល់ផ្លូវរស់ឲ្យយើងថែមទាំងផ្ដល់សាច់ឲ្យញ៉ាំអ្នកនៅតែជ្រើសរើសនឹងបង្ករឿងថែមទាំងបំផុសអ្នកអតីតឲ្យប្រឆាំងស៊ូអ្នកទាំងអស់គ្នាលោកលីវខ្ញុំជាភរិយាដែលរាជវាំងបានតែងតាំងអ្នកគ្រាន់តែជាឆ្មាំតសម្ភារនឹងខ្ញុំទេអ្នកត្រូវតែគោរពខ្ញុំពេលប្តីខ្ញុំត្រឡប់មកវិញអ្នកនឹងដឹងថាខ្លួនបានធ្វើអ្វីអ្នកចង់ធ្វើអ្វីស្ដាប់ឲ្យច្បាស់ប្តីអ្នកឥឡូវប្រហែលស្លាប់ហើយសូម្បីខ្ញុំទៅបត់ជើងនៅលើភ្នូគេក៏មិនអាចនិយាយអ្វីបានទី2នៅទីនេះខ្ញុំជាអ្នកកំណត់ច្បាប់ហ៊ាននិយាយមួយម៉ាត់ទៀតខ្ញុំនឹងឲ្យជ្រូកព្រៃនោះមានសាច់បន្ថែមមួយចំណែកសម្រាប់អ្នកទាំងអស់គ្នាចៅអ៊ីងលោកស្រីឈុននិងអ្នកដែលជួយនាងបង្ករឿងយប់នេះដកសិទ្ធអាហារទាំងអស់រ៉ូមេវ៉ាន់បោះទៅផ្ទះលេខ4ថ្ងៃស្អែកការងារទ្វេដងបើធ្វើមិនចប់គុំសង្ឃឹមបានបាយបាទមើលទៅច្បាប់ត្រូវបានកំណត់ហើយបែកគ្នាទៅធ្វើការរបស់ខ្លួនអ្នកញ៉ាំហើយឬនៅខ្ញុំមិនចង់ស្លាប់ក្នុងផ្ទះបាក់នេះទេខ្ញុំក៏មិនចង់ក្លាយជាសាកសពទេភ្លឺភ្លាមខ្ញុំត្រូវឲ្យនាងភ័យបន្តិចមិនដូច្នោះថ្ងៃក្រោយម្នាក់នឹងឡើងលើក្បាលខ្ញុំនាងគ្រាន់តែជាអ្នកទោសគ្រាន់តែមានចរិតរឹងមួយផ្លែតលីវយេបើកទ្វារញ៉ាំទៅថ្ងៃស្អែកធ្វើការទ្វេដងបើធ្វើមិនចប់សំបីឆ្អឹងក៏មិនមានឲ្យញ៉ាំថ្ងៃក្រោយកុំល្ងងទៀតអាចរស់បានក៏ជាគុណធំណាស់ហើយបាទខ្ញុំនឹងខំធ្វើការស្ដាប់បង្គាប់បានហើយត្រឡប់ទៅបន្ទប់ដើមរបស់អ្នកអរគុណលោកត្រជាក់ណាស់រាងកាយខ្ញុំត្រជាក់ពេកសូមលោកជួយឲ្យវ៉ាន់ឈីងកក់ក្ដៅការរក្សាភាពថ្លៃថ្នូររបស់កូនស្រីអ្នកមានពិបាកណាស់ខ្លួននាងទន់ដូចទឹកកម្លាំងខ្លារបស់ខ្ញុំធ្វើឲ្យខ្លួនក្តៅជានិច្ចមិនចម្លែកដែលពួកនាងចង់នៅជិតខ្ញុំមកហើយកូនស្រីអ្នកមានមកថាខ្ញុំមុនកុំរើធ្វើជាគេងអ្នកលំអៀងណាស់ជួយតែបងវ៉ាន់ឈីងកុំដៅដៃឈៀនក៏ត្រជាក់ដែរប្អូនឈៀនអ្នកភ្ញាក់តាំងពីពេលណាបងអាចធ្វើបានហេតុអ្វីខ្ញុំមិនអាចមិនមែនមានតែបងដែលត្រជាក់ទេខ្ញុំក៏ត្រជាក់និយាយតិចលោកលីវឡើងភ្នំប្រមាញ់ថ្ងៃនេះហត់ណាស់កុំភ្ញាក់គាត់ខាងឆ្វេងជាកូនស្រីអ្នកធំខាងស្ដាំជាកូនស្រីមេតបទាំងពីរប្រជែងគ្នាព្រោះខ្ញុំលោកលីវខ្ញុំមិនបានចិត្តណា
រំខានណាស់គេងឲ្យស្ងាត់ទាំងអស់គាត់មិនខឹងទេថែមទាំងអនុញ្ញាតឲ្យខ្ញុំកាន់ដៃឈៀនក៏មានអារម្មណ៍កក់ក្ដៅសូវ៉ាន់ឈីងពិតជាចេះល្បិចខ្ញុំប្រកាសថាជីវិតនេះមានអត្ថប្រយោជន៍ច្រើនពេកចុងក្រោយនឹងជ្រើសអ្នកណាឬមិនជ្រើសទាំងអស់នៅមានពេលច្រើនតើខាងក្រៅមាននារីជាង100នាក់ត្រូវពឹងខ្ញុំមាត់100ពឹងតែការបរបាញ់មិនមែនជាវិធីយូរអង្វែងរឿងបន្ទាន់បំផុតគឺត្រូវបើកដីទាំងនេះឲ្យបានអូមេឃអើយដីនេះរឹងយ៉ាងម៉េចកន្លះម៉ោងហើយសំបីដេមួយជ្រុងក៏មិនបានខ្ញុំមិនអាចទៀតទេនេះមិនមែនការងារមនុស្សទេខ្ញុំសុកចិត្តទៅជីកផ្លែឈើព្រៃវិញធ្វើមិនចប់គុំសង្ឃឹមបានញ៉ាំគ្មានវិធីទេពឹងតែកូនស្រីអ្នកមានទាំងនេះបើកដីពេលពួកនាងធ្វើបាន100មូអាហារយើងប្រហែលអស់ជាយូរនៅពេលសំខាន់ត្រូវពឹងខ្លួនឯងថ្ងៃនេះសាកមើលថាអាចប៉ះបានអ្វីប៉ះជោគជ័យទទួលសមត្ថភាពថ្មីលូតលាស់មិនឈប់ប៉ះដំណាំណាមួយអាចកាត់បន្ថយរយៈពេលលូតលាស់ 50% ទិន្នផលកើន 300% ពាក់កណ្ដាលពេលលូតលាស់ទិន្នផល3ដងមានន័យថាស្រូវធម្មតាត្រូវការ4ខែ2ខែក៏អាចប្រមូលបានហើយទិន្នផល3ដងនេះទើបជាសមត្ថភាពសង្គ្រោះជីវិតពិតមានវាមាត់100ក៏មិនខ្លាចអត់ឃ្លានលោកលីវនឹងកខូចហើយប្រើមិនបានប្រើខួរក្បាលផងតែវាក៏អូសមិនទៅទេបែបនេះត្រូវប្រើគោអូសនឹងកមេឃឲ្យរាងកាយលោកលីវបែបនេះបើចូលតបអាចខ្លាចជាមេតបធំលោកលីវខ្ញុំជួយមិនបាច់ថ្ងៃនេះខ្ញុំមិនទាន់បានហាត់ខ្លួនចាត់ទុកជាការកម្ដៅសាច់ដុំហត់មែនតែបើប៉ះដើមឈើបន្តិចខ្ញុំដូចម៉ាស៊ីនមិនចេះឈប់លោកសូមផឹកទឹកអ្នកម្នាក់ឯងបើកបាន5មូហើយឈៀនជួយជូតញើសទេបើករួចហើយថ្ងៃស្អែកចាប់ផ្ដើមដាំខ្ញុំនឹងឲ្យអ្នកទាំងអស់ឃើញតាមខ្ញុំសំបីដីស្លាប់នេះក៏អាចដុះស្រូវបានប៉ុន្មានថ្ងៃនេះបងប្អូនស្រីខំធ្វើការពីព្រឹកដល់យប់ទើបសន្សំបានគ្រាប់ពូជតិចតួចនេះតែអាកាសធាតុបែបនេះមិនដឹងដាំរស់ឬអត់បើមិនដុះយើងនឹងគ្មានអាហារលោកលីវទូពូកែប៉ុណ្ណាក៏មិនអាចប្រមាញ់បានរាល់ថ្ងៃហើយការឡើងភ្នំគ្រោះថ្នាក់ពេកមើលឲ្យច្បាស់គ្រាប់ពូជត្រូវទុកចន្លោះមួយម្រាមដៃតាមចិត្តពេកវាមិនលូតតាមឆ្ងាយពេកខាត់ដីសូមអភ័យទោសលោកខ្ញុំមិនបានចេតនាបានហើយទៅខាងក្រោយកុំមករំខានលោកគ្រាប់ពូជទាំងនេះទុកយូរបន្តិចហើយតែគ្រាប់ពេញនៅមានច្រើនល្អជួយខ្ញុំបែងចែកជ្រើគ្រាប់ល្អចេញឈៀនអស់កម្លាំងហើយលោកអាចឈៀនបានទេក្មេងនេះប្រើល្បិចកាន់តែគ្មានច្បាប់មិនបាននៅទីនេះម្នាក់សុទ្ធតែជាអ្នកជំនាញប្រកួតក្នុងផ្ទះពិធីមិនអាចចាញ់បានក្មេងនេះពូកែធ្វើជាទុំខ្សោយខ្ញុំក៏ត្រូវគិតល្បិចនេះហើយកុំឲ្យដួលលូតលាស់មិនឈប់ដំណើរការលោកផ្នែកនេះក្រអូបជាង
លោកផ្នែកនេះស្រាលជាងល្អតាមចប់5មូហើយមិនយូរទេអ្នកទាំងអស់នឹងបានញ៉ាំនំសូវនិងបាយពិតមែនសមត្ថភាពនេះជោគជ័យឬអត់ព្រឹកស្អែកនឹងដឹងមិនដឹងគ្រាប់ពូជដុះឬនៅស្រោចទឹករួចត្រូវត្រឡប់ធ្វើបាយព្រឹកមិនអាចទេវាដុះអស់ហើយបងស្រីសំបីជាសុបិនបើមនុស្ស100នាក់សុបិនដូចគ្នានោះក៏ជាអភូតហេតុពិតមែនមួយយប់វាដុះអស់ធ្វើម៉េចបានមិនមែនរឿងធំទេគ្រាន់តែមានសំណាបបន្តិចក៏ធ្វើឲ្យអ្នកក្រោះឡើងទាំងអស់នៅទីនេះខ្ញុំជាមេឃរបស់អ្នកទាំងអស់ទេវតាមិនផ្ដល់បាយខ្ញុំផ្ដល់សំបីស្ដេចមេឃចង់ឲ្យអ្នកស្លាប់ខ្ញុំក៏អាចឲ្យអ្នករស់តែបើហ៊ានលួចខ្ជិលឬមានចិត្តពីរខ្ញុំអាចឲ្យដេនេះដុះស្រូវមួយយប់ឲ្យអ្នកទាំងអស់ញ៉ាំឆ្អែតក៏អាចឲ្យអ្នកទាំងអស់មួយយប់បាត់អ្វីគ្រប់យ៉ាងយល់ទេក្រោកឡើងអ្នកធ្វើការទើបមានបាយញ៉ាំសំណាប់ដុះហើយបើមិនស្រោចទឹកនឹងដកស្មៅនឹងស្លាប់អស់លោកនិយាយឲ្យស្រោចទឹកនឹងដកស្មៅនៅឈរធ្វើអីដូចដែលលោកបាននិយាយចាប់ពីថ្ងៃនេះចាប់ពីពេលនេះទៅយើងត្រូវពឹងដៃខ្លួនឯងរកបាយញ៉ាំធ្វើបានល្អលោកនិយាយត្រូវពីមុនយើងរស់ដោយមានអ្នកបម្រើរហូតបើឥឡូវមិនរៀនរស់ដោយខ្លួនឯងយើងនឹងស្លាប់កាន់តែលឿនលោកមិនអាចថែគ្រប់គ្នារហូតទេ2ខែសំណាប់ទាំងនេះនឹងអាចប្រមូលផលមុនដល់ពេលនោះមើលអ្នកទាំងអស់ឲ្យជាប់កុំឲ្យនរណាបង្កបញ្ហារហែកទៀតហើយសម្លៀកបំពាក់អ្នកទោសនេះពាក់ចិត្ត2ខែហើយចិត្តខ្លាចជាសំណាញ់ត្រីខោអាវរបស់បងប្អូនស្រីឥឡូវរហែកអស់ធ្វើការពីថ្ងៃទៀតប្រហែលសំបីក្រណាត់បាំងខ្លួនក៏គ្មានបើបន្តបែបនេះមិនទាន់ដល់រដូវរងាពួកនាងនឹងត្រជាក់ស្លាប់រឿងខោអាវត្រូវរកវិធីភ្លាមខ្ញុំមិនចង់ធ្វើឲ្យលោកលំបាកទេបងប្អូនស្រីនឹងរកវិធីដោយខ្លួនឯងព្រោះទីនេះមានបរិសុទ្ធតែលោកម្នាក់ឈប់ធ្វើការសិនខោអាវអ្នកទាំងអស់រហែកប៉ុណ្ណាខ្លួនឯងដឹងអាកាសធាតុកាន់តែត្រជាក់កុំឲ្យដួលឈឺទាំងអស់ខ្ញុំនឹងចូលភ្នំរកដំណោះស្រាយអ្នកទាំងអស់នៅភូមិមើលសំណាប់ឲ្យល្អហាមតាមខ្ញុំរត់គ្រប់ទីលោកភ្នំគ្រោះថ្នាក់ណាស់ខ្ញុំទៅជាមួយអ្នកនៅថែភូមិនឹងការពារទ្វារជំនួសឲ្យអ្នកទាំងអស់ត្រជាក់ស្លាប់ក្នុងខោអាវរហែកសត្វព្រៃលើភ្នំគ្មានអ្វីគួរភ័យលោកយកចិត្តទុកដាក់យើងខ្លាំងណាស់តាមផ្លូវផ្ដល់អាហារឲ្យយើងមិនទាន់គ្រប់ឥឡូវថែមទាំងបារម្ភរឿងខោអាវដើមឈើនេះស្អាតចម្លែកប្រកាសជាមិនធម្មតាទទួលព័ត៌មាននៅភាគនិរដីចម្ងាយ5លីមានព្រៃមួយលើដើមមានដង្កូវនាងព្រៃច្រើនក្នុងរូងភ្នំក្បែរនោះមានសម្បុកមាន់ព្រៃព្រៃមូលបរិយនិងដង្កូវនាងមានរបស់នេះអាចធ្វើខ្សែសូត្រនិងត្បាញក្រណាត់ថែមទាំងមានមាន់ព្រៃមកដល់មុខទ្វារត្រូវត្រឡប់ទៅហៅមនុស្សមករឿងខោអាវមានផ្លូវហើយប្រើដង្កូវនាងទាំងនេះអាចត្បាញសូត្រតែខ្ញុំមិនចេះក្មេងស្រីនេះមើលបន្តិចក៏មិនបានលោកកើតអីលោកប្រយ័ត្នលើដើមមានមនុស្សកុំរើឃ្លានមែនទេចុះមកញ៉ាំដោយខ្លួនឯងខ្ញុំមិនធ្វើបាបអ្នកទេអ្នកឈ្មោះអីហេតុអ្វីនៅក្នុងភ្នំម្នាក់ឯងខ្ញុំឈ្មោះឆៅនាងពីមុនជាស្រីបម្រើនៅវាំងក្រោយម្ចាស់ត្រូវគេចាប់និងរឹបអូសគ្រួសារខ្ញុំរត់ចូលភ្នំម្នាក់ឯងជិត1ខែស្រីបម្រើក្នុងវាំងអញ្ចឹងអ្នកចេះបង្វិលសូត្រនិងត្បាញក្រណាត់ចេះខ្ញុំចេះការងារក្នុងវងជាច្រើនខោអាវរបស់ម្ចាស់ស្រីពីមុនក៏ខ្ញុំធ្វើមកត្រឹមពេលខ្ញុំនឹងផ្ដល់អាហារនិងកន្លែងរស់តាមខ្ញុំទៅតែខ្ញុំចេះតែធ្វើខោអាវរឿងផ្សេងខ្ញុំមិនចេះអ្នកមិនមែនចង់ឲ្យខ្ញុំធ្វើការអាក្រក់ទេមែនមនុស្សក្នុងវងសុទ្ធតែគិតចម្លែកបែបនេះឬគ្រាន់តែបំលែងដង្កូវនាងទាំងនេះជាខោអាវឲ្យខ្ញុំលោកសូត្រប៉ុននេះមិនគ្រប់ធ្វើខោអាវទេសំបីសម្ពុតមួយក៏ខ្វះច្រើនពួកនាងលែងដកស្មៅហើយរត់មកតម្រង់ជួរទាំងអស់ខំមួយថ្ងៃបែរជាឥតប្រយោជន៍
មានន័យថាជួសជុលម៉ាស៊ីនត្បាញបាក់ក្នុងភូមិអស់ពាក់កណ្ដាលថ្ងៃក៏នៅតែមិនអាចមានខោអាវពាក់ធ្វើសម្ពុតមិនបានក៏មិនអីធ្វើខោអាវខាងក្នុងសិនខោអាវខាងក្នុងសូត្រពន្ធនេះក៏មិនគ្រប់តើអាចធ្វើបានប៉ុន្មានធ្វើអាវបាំងពោះលោកលីវមិនមែនមនុស្សសុភាពទេហើយអ្វីស្រាប់តែបញ្ជាឲ្យធ្វើអាវបាំងពោះឲ្យយើងមានបញ្ហាអីអាវបាំងពោះប្រើសូត្រតិចបំផុតហើយបិទចិត្តរាងកាយកក់ក្ដៅជាងដោះស្រាយបញ្ហាកក់ក្ដៅមុនឆាវនាងចាប់ផ្ដើមធ្វើសូត្រពន្ធនេះអាចធ្វើបានប៉ុន្មានកុំបារម្ភខ្ញុំជាមនុស្សសុភាពលោកធ្វើរួចទាំងអស់ហើយឈុតដំបូងនេះឲ្យអ្នកណាឈុតដំបូងឲ្យសៀវលៀនឲ្យខ្ញុំពេលជួសជុលម៉ាស៊ីនត្បាញនិងគ្រប់គ្រងការងារអ្នកដទៃសម្រាប់តែអ្នកមិនសម្រាប់ធ្វើច្រើនទទួលច្រើននេះជាច្បាប់អរគុណលោកលីវខ្ញុំនឹងខំធ្វើការនឹងចិញ្ចឹមខ្លួនឯងមិនបង្កបញ្ហាឲ្យលោកទេឆាវនាងអ្នកជាជាងសំខាន់នេះជារបស់អ្នកចៅអ៊ីងអ្នកមើលការងារនៅទីវាលហត់ច្រើនប៉ាន់ឈីងអ្នករត់ទៅមកពីកន្លែងគ្មានអ្នកការងារនឹងរញ៉ៃញ៉ៃចុះខ្ញុំក៏ធ្វើការរាល់ថ្ងៃមាត់អ្នកមិនឈប់ជើងក៏មិនឈប់ចាត់ទុកថាមានគុណបន្តិចដើមឡើយក៏មានមួយឲ្យអ្នកចង់បានរបស់ថ្មីប្រើសមត្ថភាពបដូរបែកគ្នាទៅថ្ងៃស្អែកអ្នកណាមិនក្រោកធ្វើការត្រូវដកពិន្ទុអ្វីដែលចង់បានត្រូវខំធ្វើដោយដៃខ្លួនឯងយប់ជ្រៅទៅណាចេញទៅបកខលសុំកុំមើលកណ្ដាលយប់ទឹកខាងក្រៅត្រជាក់ដល់កកចេញទៅមិនមែនរកមុខទេគឺរកឈប់និយាយដោះមករបស់ហកខ្វក់បែបនេះមិនអាចឲ្យលោកប៉ះបានគ្រាន់តែខំមួយប៉ុណ្ណោះហើយអ្វីហៅថាខ្វក់រដូវរបស់ស្ត្រីជារឿងធម្មតាស្ត្រីគ្រប់គ្នាមានអង្គុយឲ្យល្អកុំរើខ្ញុំទៅបោករដូវនឹងធម្មតាមានន័យអីស្ត្រីកំដងក្នុងមួយខែមិនហៅរដូវតែហៅអីឈប់និយាយអង្គុយឲ្យល្អគាត់ទៀតហើយខ្ញុំខំដល់ថ្នាក់នេះហើយអ្វីរាល់ពេលគាត់ខ្វល់នាងជាងគេល្ងងមែនគ្រាន់តែខោមួយព្រឹកស្អែកអាចពាក់វិញអ្នកគ្មានបញ្ហាអ្វីទេអ្នកគ្រាន់តែត្រូវទំនៀមចាស់គៀបសង្កត់យូរស្ត្រីមករដូវមានអីចម្លែកគាត់អាចស្អប់ខ្ញុំអាចរុញខ្ញុំចេញរបស់ខ្ញុំក្រៅតែគាត់បែរជាទៅបោកដោយខ្លួនឯងកម្លាំងខ្លះអាចមិនគ្រប់បើលើភ្នំជួបសត្វកាច់មួយទៀតមិនអាចប្រើកម្លាំងរឹងរាល់ពេលត្រូវរកសមត្ថភាពលឿននិងសម្លាប់បានរហ័សខ្លាខិននេះលឿនដល់ឃើញតែស្រមោលតែឲ្យតែប៉ះវាបានល្បឿនរបស់វានឹងคล้ายជារបស់ខ្ញុំលឿនមែនអញ្ចឹងខ្ញុំខ្ចីសមត្ថភាពអ្នកប្រើទទួលកម្លាំងនិងល្បឿនពេញលេញរបស់ខ្លាខិនកម្លាំងបច្ចុប្បន្នស្មើមនុស្ស2នាក់ខ្លាមួយនិងខ្លាខិនមួយកម្លាំងខ្លាបូកល្បឿនខ្លាខិនលើកនេះទូជួបហ្វូងចចកខ្ញុំក៏អាចដកខ្លួនបានយប់នេះមានម្ហូបបន្ថែមសាច់ខ្លាខិនពិតមែនចាំងmấyថ្ងៃនេះអ្នកមិនខ្ជិលការងារស្បែកនេះទៅបានពីលើភ្នំឲ្យអ្នកខ្ញុំដឹងហើយគាត់មិនអាចស្ងប់នៅចិត្តមនុស្សតែម្នាក់ត្រឡប់មកភ្លាមក៏ចែកអំណោយគ្រប់ទីបើបន្តបែបនេះមិនបានទេការពារតែភូមិមិនគ្រប់បើមិនស្គាល់ភូមិសាស្ត្រជុំវិញហើយមានហ្វូងសត្វព្រៃមកដល់មាត់ភូមិពេលនោះយំក៏មិនទាន់ឈៀនឆាវនាងចៅអ៊ីងវ៉ាន់ឈីងតាមខ្ញុំមកបាទលោកភ្នំហ្វីហឺនេះនៅជាប់ភ្នំត្រជាក់មើលទៅគួរឲ្យខ្លាចណាស់ខ្ញុំតែញើពីទីនោះមានសម្លេងខ្ចក់នឹងខ្លាអញ្ចឹងកាន់តែត្រូវទៅបើមានសត្វអ្វីលាក់នៅទីនោះរងចាំវាមកដល់ភូមិនឹងយឺតពេកទទួលព័ត៌មានចម្ងាយ1 លីទៅភាគនិរដីមានទឹកក្តៅធម្មជាតិទឹកក្តៅថែមទាំងមានប្រសិទ្ធភាពសុខភាពតែនារីទាំងនេះក៏យូរហើយមិនបានងូតទឹកត្រឹមត្រូវមុននេះខ្ញុំនៅខាងភាគនិរដីបានឬសម្លេងទឹកប្រហែលមានទឹកក្តៅទៅមើលសម្លេងទឹកហើយអ្វីខ្ញុំមនុស្សលោកថាមានគឺមានក្នុងភ្នំជ្រៅអាចលាក់មនុស្សក៏អាចលាក់សត្វស៊ើបមើលជាមុនទៅទីនេះមានទឹកក្តៅពិតលោកលីវត្រចៀកលោកជាត្រចៀកខ្យល់មែនទេសម្លេងទឹកក្តៅឆ្ងាយបែបនេះលោកកុយខ្ញុំគ្រាន់តែទាយសំណាងល្អប៉ុណ្ណោះបើអាចងូតម្ដងនៅទីនេះញើសនឹងដីលើខ្លួននឹងអស់កុំឈោមើលខ្ញុំទៅយាមខាងក្រៅអ្នកទាំងអស់ងូតដោយស្ងប់ចិត្តអ្នកណាហ៊ានមកចិត្តខ្ញុំនឹងបោះចូលទឹកលោកលីវលោកពិតជាទៅយាមមែន
មិនដូច្នោះទេខ្ញុំជាមនុស្សសុភាពយើងត្រូវប្រើវាមិនអញ្ចឹងទេខ្ញុំជាមនុស្សត្រឹមត្រូវខ្ញុំចង់ឲ្យអ្នកនៅក្នុងវាំងប្រាប់ខ្ញុំពីគំនិតរបស់មនុស្សទាំងនោះឆ្លើយខ្ញុំមកសុំទោសលោក Leaf កុំខឹងបានដឹងខុសគឺល្អប្រញាប់ងូតទៅស្រួលខ្លួនណាស់និយាយតិចកុំឲ្យលោក Leaf ត្រឡប់មកទាន់ត្រឡប់មកមានអីបើគាត់ចង់មើលរាល់ថ្ងៃក៏មើលបានលោក Leaf ជាមនុស្សសុភាពនោះបង្ហាញថាអ្នកមិនស្គាល់គាត់សង្ឃឹមថាគាត់ពិតជាទៅយាមខ្ញុំមិនបានលួចមើលទេខ្ញុំកំពុងឈរយាមពីកន្លែងខ្ពស់បើមានពស់លេចចេញពីទឹកខ្ញុំនឹងចាប់វាភ្លាមមើលបន្តិចតាមផ្លូវគ្រាន់តែចៃដន្យកុំគិតច្រើនឲ្យពួកនាងងូតចប់សិនលោក Leaf ឈាមក្រោមច្រមុះលោកមកពីណាលោក Leaf ឈាមក្រោមច្រមុះលោកមកពីណាតើលោក Leaf មុននេះអូនេះឬខ្ញុំដួលពេលដើរល្បាតរឿងតូចទេតោះត្រឡប់ភូមិហេតុអ្វីពួកនាងមើលទៅដូចមនុស្សថ្មីនេះពួកនាងទៅងូតទឹកមែនទេស្បែកភ្លឺថ្លាខ្លាំងមិនអាចទេលោក Leaf ធ្លាប់និយាយទឹកស្អាតត្រូវទុកស្រោចស្រែអ្នកណាដឹងពួកនាងចិត្តស្និទ្ធលោក Leaf ប្រហែលមានសិទ្ធិពិសេសឈប់សិនទាំងអស់ក្នុងភ្នំមានទឹកក្តៅធម្មជាតិចាប់ពីថ្ងៃនេះបែងចែកវេនងូតម្ដង10នាក់ចៅអ៊ីងដឹកនាំហើយដើម្បីសុវត្ថិភាពការយាមជុំវិញទឹកក្តៅខ្ញុំនឹងទទួលខុសត្រូវផ្ទាល់យាមផ្ទាល់មានន័យថាពួកនាងងូតម្ដងគាត់នៅក្បែរមើលគាត់ថាដើម្បីសុវត្ថិភាពអ្នកល្មកទឹកក្តៅនេះនឹងក្លាយជារង្វាន់ធំបំផុតអ្នកណាធ្វើល្អបានងូតមុនមានប្រសិទ្ធភាពជាងផ្ដល់រង្វាន់ទៀតស្ត្រីគ្រប់គ្នាស្រឡាញ់ភាពស្អាតប្រាកដណាស់ចូលចិត្តខ្លាំងលោក Leaf ពេលទៅយាមក្រោយនេះអាចមើលតែឈានម្នាក់ទេផ្ដេសផ្ដាសខ្ញុំទៅពិនិត្យហានិភ័យមិនមែនទៅមើលអ្នកងូតទឹកទេលោកលំអៀងលោកមើលអ្នកអតីយូតែមើលខ្ញុំមួយផ្លែក៏គ្មានក្មេងនេះលោក Leaf ឈានទៅងូតរួចលោកហិតមើលថាខ្ញុំក្រអូបទេក្មេងកាច់នេះចង់សម្លាប់ខ្ញុំមែនលោករវល់ពេញមួយថ្ងៃផឹកស៊ុបក្តៅបន្តិចអ្នកមកដណ្ដើមមនុស្សទៀតហើយអូនឈានទៅងូតរួចមិនទៅគេងមកជួលលើលោកមិនខ្លាចទៅជាក់ទេខ្ញុំមិនចោះទេថ្ងៃនេះអ្នកណាមកក៏មិនបានខាងឆ្វេងធ្វើឲ្យខ្ញុំស្ទើរឡើងខាងស្ដាំធ្វើឲ្យខ្ញុំស្ទើរដាច់ដង្ហើមជីវិតនេះគួរហៅថាសុខឬទុក្ខលោក Leaf ប៉ុន្មានថ្ងៃនេះដំណាំក្នុងភូមិលូតលាស់ល្អទីបំផុតជីវិតមានសង្ឃឹមហេតុនេះហើយខ្ញុំចង់ឲ្យអ្នកទាំងអស់ពឹងខ្លួនឯងអ្នកទាំងអស់ជាកូនស្រីគ្រួសារមន្ត្រីបើមិនរៀនចិញ្ចឹមខ្លួននឹងរស់មិនបានមិនត្រឹមត្រូវមានមនុស្សកំពុងមើលយ៉ាងតិច30នាក់ក្លិនញើសលីឈាមមិនមែនអ្នកភៀសខ្លួនទេគឺក្រុមចៅវ៉ាងឈីងលោកអ្នកត្រឡប់ទៅវិញយឺតទៅហើយចៅអ៊ីងកុំរត់កុំស្រែកតើយឺតបងប្អូនឃើញទេស្បៀងពេញភូមិស្ត្រីពេញភូមិមានបុរសតែម្នាក់យាមបងធំចូលទៅប្លន់ស្ត្រីច្រើនបែបនេះយើងលេង3ថ្ងៃ3យប់ក៏មិនអស់ប្រាកដលេងរួចក៏សម្លាប់ញ៉ាំរោងចាំងងឹតចាប់ដើមមានបុរសតែម្នាក់ខ្ញុំកាប់មួយដាវក៏ចប់ក្រៅភូមិមានចៅយ៉ាងតិច30សុទ្ធតែធៀបកគ្លៀនឈាមចៅអ៊ីងនាំអ្នកទាំងអស់ចូលផ្ទះលេខ1និង2ពិតទ្វារបង្អួចឲ្យចិត្តគ្មានបញ្ជាខ្ញុំហាមបើកបាទលោកពួកគេមានជាង30លោកម្នាក់ឯងស្ដាប់ចូលទៅហើយកុំចេញទោះវាអ្វីក៏កុំបើកទ្វារលោកបើគ្មានបើថ្ងៃនេះនៅមាត់ភូមិក្រៅពីឈាមខ្ញុំគ្មានឈាមអ្នកណាផ្សេងត្រូវហូរក្មេងប្រុសប្រគល់ស្បៀងនិងស្ត្រីមកយើងនឹងទុកជីវិតសាកមើលសមត្ថភាពពួកវាសិនអ្នកទាំងអស់ចង់បានតែអាហារមែនទេយករបស់ហើយទៅមិនបាច់បង្ហូរឈាមនេះជារបស់ខ្ញុំចេញក្រុមអសមត្ថភាពចេះតែដណ្ដើមសាច់សម្រាប់បុរសនេះស្ត្រីនិងសាច់ទាំងភូមិនឹងជារបស់យើងប្រយ័ត្នម្ចាស់ដាវនេះឈ្មោះចាងតាវលាក់ធ្នូខ្លីត្រៀមវាឆ្មក់ពេលអ្នកភ្លេចខ្លួនមនុស្សនេះធ្លាប់ស៊ីសាច់សាកសពមិត្តជាសត្វមនុស្សស៊ីមនុស្សទុកឯងធ្វើអីនៅហ៊ានឆ្លៀតប៉ះរបស់ខ្ញុំទៅស្លាប់ទៅលឿនណាស់មិនអាចមេដួលហើយមិនអាចទេគាត់ធ្វើបានយ៉ាងម៉េច
ខ្ញុំឃើញតែបិទភ្នែកមួយផ្លែតគាត់ទៅដល់ទីនោះគាត់រត់លឿនជាងខ្លាខិនគាត់មិនមែនមនុស្សរត់គាត់នឹងសម្លាប់យើងរត់យកជីវិតរត់គាត់មិនអីទេប្រកាសជាមិនអីគាត់ខ្លាំងបែបនោះមិនអាចមានរឿងនិយាយតាមពិតតាមសមត្ថភាពលោកលាវខ្ញុំបារម្ភចោលទាំងនោះជាងមានប៉ុន្មានក៏មិនគ្រប់ឲ្យគាត់វាយមិនអីហើយចេញមកលោកលាវលោករបួសទេខ្ញុំអាចមានរឿងអីអ្នកសម្លាប់ពួកគេទាំងអស់ចោលឃ្លានមនុស្សជាង30គាត់ម្នាក់ឯងដោះស្រាយអស់លោកវ៉ាន់ឈីងនឹងដាំទឹកឲ្យលោកលៀងថ្ងៃនេះមានចោល30លើកក្រោយមិនដឹងក្នុងភ្នំត្រជាក់នេះនៅមានភ្នែកប៉ុន្មានគូកំពុងមើលខ្ញុំត្រូវរកវិធីទទួលអាវុធនិងមនុស្សបន្ថែមឲ្យខ្ញុំការពារម្នាក់ឯងមិនមែនផ្លូវយូរអង្វែងទេលោករបងភូមិត្រូវបានពង្រឹងហើយថ្ងៃនេះជារឿងល្អឲ្យពួកនាងញ៉ាំឲ្យឆ្អែតបិទមាត់ទាំងអស់ស្រែកអីនេះមិនមែនជំងឺឆ្លងក៏មិនសម្លាប់មនុស្សលោកអញ្ចឹងជាជំងឺអីអញ្ចាញឈាមស្បែកជួមនេះមិនមែនជំងឺខ្វះវីតាមីនទេអ្នកទាំងអស់រាល់ថ្ងៃញ៉ាំតែសាច់មិនញ៉ាំបន្លែវីតាមីនអស់ជំងឺនេះមកពីញ៉ាំសាច់ច្រើនពេកញ៉ាំតែសាច់រាងកាយខ្វះសារធាតុអញ្ចាញហូរឈាមស្បែកមានស្នាមអ្នកក្រៅគ្មានសាច់សូម្បីទឹកស្អាតក៏គ្មានអ្នកទាំងអស់វិញញ៉ាំសាច់ច្រើនរហូតឈឺនាំអ្នកឈឺទៅផ្ទះលេខ8ដាច់ដោយឡែកកុំឲ្យដើរច្របូកច្របល់ជំងឺនេះព្យាបាលបានឈានអត់ធ្មត់លោកលីវថាមានវិធីវ៉ាន់ឈានក្តៅខ្លាំងណាស់ឈាននាងអាចទ្រាំបានទេអ្នកដែលនៅដើរបានទៅរកបន្លែឲ្យខ្ញុំមើលរាងកាយនេះពិតជាអស្ចារ្យមុខដូចកូនក្រមុំក្រដាស់តែខាងក្រោមសំបីលីស៊ីស៊ីក៏ចិត្តប្រៀបបានហេតុអ្វីខ្ញុំមិនសូវចាំអារម្មណ៍នាងនេះជានរណាយ៉ាវសានឈីកូនចៅគ្រូពេទ្យរាជវាំងនាងស្ងៀមស្ងាត់លោកមិនស្គាល់ក៏ធម្មតានាងមិនអីហើយលោកស្មៅនេះអាចសង្គ្រោះបន្ទាន់តែមិនព្យាបាលលើចង់ជាសះស្បើយត្រូវញ៉ាំបន្លែព្រៃស្រស់តែក្នុងភ្នំនេះស្មៅពាក់កណ្ដាលមានពលរូបរាងស្ទើរដូចអ្វីដែលញ៉ាំបានអ្នកស្គាល់ឬខុសតិចតួចក៏ស្លាប់អ្នកស្គាល់ឪពុកខ្ញុំជាអ្នកអស្ចារ្យគ្រូពេទ្យរាជវាំងខ្ញុំរៀនតាមគាត់តាំងពីតូចព្យាបាលជំងឺធ្ងន់ខ្ញុំមិនពូកែតែស្គាល់ស្មៃអសខ្ញុំហ៊ាននិយាយក្នុងភ្នំនេះគ្មានអ្នកណាល្អជាងលោកអនុញ្ញាតឲ្យខ្ញុំដឹកនាំឡើងភ្នំខ្ញុំស្គាល់ពួកនាងរើសបានរឿងរើសឆ្នាំប្រគល់ឲ្យអ្នកត្រូវការមនុស្សប្រាប់ខ្ញុំផ្ទាល់ខ្ញុំស្ទើរស្លាប់គាត់វិញរកមនុស្សថ្មីលោកយល់ថាលោកខ្លាចត្រជាក់ខ្ញុំយកភួយមកស្អែកទៅរើសឆ្នាំអ្នកគិតទៅទីណាមុនទៅជំរាបភ្នំខាងកើតភូមិទីនោះមានស្មៅច្រើននិយាយយប់ហើយខាងក្រៅខ្យល់ខ្លាំងខ្ជិលដើរចូលគេងជាមួយគ្នាទៅគាត់គេងបែបនេះហើយចុះខ្ញុំមកហើយតែខ្ញុំគ្មានបទពិសោធន៍ខ្ញុំគួរបដិសេធឬបដិសេធតើនឹងត្រូវបណ្តេញចេញពីភូមិទេប្រព័ន្ធប៉ះទទួលសមត្ថភាពជំនាញសង្កេតសួរហិតនិងចាប់ជីបចរនិងចំណេះដឹងអស្ត្រប្រយប្រភេទទទួលបានទាំងអស់រួចហើយនេះទៅជាគោលបំណងពិតរបស់ខ្ញុំយប់នេះការប៉ះក៏មិនអាក្រក់ប្អូនសានឈីនេះញ៉ាំបានទេមិនបាននេះជាស្មៅពលហាមញ៉ាំរោគយូរហើយកន្ត្រកនៅទេបើបែបនេះរើដល់ឆ្នាំក្រោយក៏មិនទទួលសមត្ថភាពបណ្ដោះអាសន្នចក្ខុវិស័យកសិកររុក្ខជាតិគ្មានពលនិងបញ្ចេញពន្លឺមានប្រសិទ្ធភាព10ថ្ងៃភ្នំទាំងមូលក្លាយជាទីផ្សារបន្លែភ្លឺតាមខ្ញុំចង់អូទីណាឬទីនោះកុំប៉ះរបស់ផ្សេងលោកនេះមិនអាចរើផ្ដេសផ្ដាស់ទេជឿខ្ញុំភ្នែកខ្ញុំស្គាល់អ្វីញ៉ាំបានគាត់ដឹងយ៉ាងម៉េចគ្រប់មួយសុទ្ធតែត្រឹមត្រូវសំបីឪពុកខ្ញុំក៏មិនអាចត្រឹមបែបនេះស្នាមជាមលើដៃក៏កំពុងស្រកអស់ចាណាស់ថ្ងៃនេះលំបាកហើយផ្សិតក្នុងស៊ុបនេះខ្ញុំទុកឲ្យចានផ្សេងគ្មានទេអរគុណលោកនៅមានរឿងមួយចាប់ពីថ្ងៃនេះយ៉ាវសានឈីទទួលខុសត្រូវអសោះនឹងព្យាបាលដើម្បីឲ្យនាងស្រាវជ្រាវនិងឆ្លើយតបពីបន្ទាន់នេះ
សានឈីផ្លាស់មករូបផ្ទះលេខ1ជាមួយខ្ញុំលោកខ្ញុំភួយតិចពេកចូលមកនេះជាកន្លែងខ្ញុំអ្នកទាំងអស់ពិតជាសំណាងខាងឆ្វេងកូនស្រីអធិការកាន់ដៃខ្ញុំខាងស្ដាំកូនស្រីអ្នកចម្បាំងកាន់ដៃខ្ញុំជើងនៅជាប់កូនស្រីគ្រូពេទ្យជីវិតនេះសូម្បីព្រះមហាក្សត្រមកក៏មិនបដូរលោកចានឈើប្រើមិនប៉ុន្មានថ្ងៃក៏បាក់បើមានចានដែកល្អកំបិតផ្ទះបាយកាប់ឆ្អឹងមិនចូលហើយអំបិលក្នុងឃ្លាំងក៏ជិតអស់ដែកនិងអំបិលសុទ្ធតែជារបស់សំខាន់ត្រូវអាជ្ញាធរគ្រប់គ្រងយើងផលិតខ្លួនឯងមិនបានត្រូវរកវិធីភ្ជាប់ជាមួយខាងក្រៅក្រុមសិនរឿងនេះខ្ញុំនឹងដោះស្រាយមានអ្នកធ្លាប់ដុតភ្លើងទីនេះមានសេះផងហើយកាប់ដើមឈើប្រហែលជាចោលភ្នំបើជាចោលភ្នំពិតជាបញ្ហាពួកវាមានអង្គការនិងជាគៀបកោរកិច្ចទទួលព័ត៌មាន6ថ្ងៃមុនក្បួនចំនួនទីក្រុងស៊ីហ្វាងសម្រាប់2ថ្ងៃក្រោយនឹងឆ្លងកាត់ម្ដងទៀតពិតជាក្បួនចំនួនទីក្រុងស៊ីហ្វាង7ថ្ងៃក្រោយនឹងមកចង់បានអំបិលដែកនិងក្រណាត់ត្រូវពឹងលើឱកាសនេះ7ថ្ងៃក្រោយមានក្បួនចំនួនឆ្លងកាត់ភ្នំត្រជាក់យើងយកផលភ្នំបដូរអំបិលបដូររូបករណ៍ដែកនិងក្រណាត់អាចបដូរអំបិលក្រណាត់អាចធ្វើខោអាវថ្មីចៅអ៊ីងនាំមនុស្ស30បបាញ់ឆៅនាងដឹកនាំរើសនិងវិកខ្ចប់អស់វ៉ាន់ឈីងគ្រប់គ្រងខាងក្រោយក្នុង7ថ្ងៃភូមិទាំងមូលត្រូវខំអស់កម្លាំងយិនសិនព្រៃអាយុ100ឆ្នាំឬវែងបែបនេះសំបីរាជវាំងក៏កម្រលោកដឹងយ៉ាងម៉េចថាទីនេះមានវានិយាយថារបស់ល្អគឺបានចង់តាក់ទាញពាណិជ្ជករតែគិតតែផលប្រយោជន៍បើគ្មានរបស់ល្អតែសត្វទន្សាយនិងសត្វធ្មន់មិនអាចតាក់ទាញពួកគេយិនសិនទៀតនេះជារបស់ដែលរើសថ្ងៃនេះដោយមានសមត្ថភាពកសិករភ្នំទាំងមូលជាខ្លាំងរបស់ខ្ញុំរបស់ណាមានតម្លៃខ្ញុំយករបស់នោះលោកមានទាំងជំនាញសង្គ្រាមនិងចំណេះដឹងធ្លាប់ជាឆ្មាំតូចអស់គ្រប់ហើយរសៀលទៅបបាញ់ខ្ញុំចង់បានស្បែកកញ្ជ្រោងភ្លើងនិងស្បែកខ្លាខិនសត្វនេះខ្លាំងមែនបាញ់មួយថ្មក៏ស្លាប់ស្បែកមិនខូចតោះស្បែកមួយបន្ទាប់លើកនេះគ្រប់ហើយស្អែកជាថ្ងៃទី7ក្រៅពីអំបិលនិងដែកមនុស្សម្នាក់អាចបដូររង្វាន់ផ្ទាល់ខ្លួនគ្រឿងអលង្ការក្រណាត់និងសៅមុខចង់បានអ្វីប្រើពិន្ទុប្រាកដណាស់ដោះស្រាយស្ត្រីហេតុផលធំមិនស្មើគ្រឿងអលង្ការនិងសៅមុខស្អែកព្រឹកចេញដំណើរអ្នកទាំងពីរតាមខ្ញុំអ្នកណាមកពីតំបន់ភ្នំត្រជាក់នេះប្រហែលចង់ឆ្លៀតសង្គ្រាមចលាចូលមកប្លន់អញ្ចឹងអ្នកទាំងអស់ជ្រើសថ្ងៃល្អទៅស្លាប់ហើយលោកយាយមិនមែនទើបចូលពិភពចោលថ្ងៃនេះទេកុំភ័យយើងជាអ្នកបរបាញ់ក្នុងយកផលភ្នំមួយចំនួនចង់បដូរអំបិលនិងឧបករណ៍ដែកអ្នកបរបាញ់ណាស្លៀកពាក់ស្អាតបែបនេះហើយមានស្ត្រីស្អាតពីរអ្នកតាមស្ត្រីទាំងពីរនេះស្អាតពេកមិនត្រឹមត្រូវមើលទំនិញសិនបានទំនិញនៅណាយកមកមើលស្បែកកញ្ជ្រោងភ្លើងនឹងគេរកបានយ៉ាងម៉េចមិនបានកុំឲ្យពួកគេដឹងតម្លៃពិតទំនិញមើលទៅមិនអាក្រក់តែការដោះស្បែកអាក្រក់យិនសិនអាយុមិនច្រើនខ្ញុំទទួលខាតបន្តិចអំបិល5ថងនិងកំបិត2អំបិល5ថងបដូរស្បែកកញ្ជ្រោងនេះគិតថាយើងជាអីឃើញរបស់ល្អក៏កាត់តម្លៃដល់ស្លាប់គិតថាខ្ញុំជាអ្នកភូមិមិនដឹងទីផ្សារតែប៉ុណ្ណឹងមិនគ្រប់សំបីថ្លៃការលំបាកឡើងភ្នំចៅអ៊ីងប្រម៉ូរបស់យើងទៅមិនលក់បានរងចាំលោកកុំទៅ
តម្លៃអាចពិភាក្សាការរកស៊ីគឺនិយាយគ្នាក្មេងប្រុសកុំប្រញាប់យើងគ្រាន់តែអ្នកការពារមិនស្គាល់រកស៊ីទៅនិយាយជាមួយអ្នកចេះរកស៊ីខ្ញុំមានភ្នែកតែមិនស្គាល់ភ្នំតែលោកដាក់តម្លៃមកយើងអង្គុយពិភាក្សាអាចពិភាក្សាតែតម្លៃមុននេះជាការប្រមាថចង់បានទំនិញខ្ញុំបង្ហាញភាពស្មោះត្រង់អ្នកទាំងអស់ចង់ធ្វើអីជំងឺចាស់ខ្ញុំកើតទៀតហើយអ្វីមិនជ្រើពេលល្អឈឺចិនដើរមកដល់ជើងឥឡូវដល់ពេលខ្ញុំបង្ហាញអ្នកចង់ធ្វើអីគាត់កំពុងព្យាបាលរបួសសន្លាក់ឆ្អឹងខុសទីនិងឈាមកកបើពន្យាទៀតដៃនេះនឹងខូចអ្នកចេះពេទ្យរស់ក្នុងភ្នំបើមិនចេះសង្គ្រោះជីវិតនឹងស្លាប់យូរហើយចេញសមត្ថភាពស្ដារជីវិតចាប់ផ្ដើមមិនឈឺទៀតជំងឺរ៉ាំរ៉ៃរំខានខ្ញុំជាច្រើនឆ្នាំជាសះស្បើយភ្លាមពិតជាគ្រូពេទ្យទេវតាខ្ញុំមានភ្នែកតែមិនស្គាល់ភ្នំក្នុងសម័យចលាចលមនុស្សមានសមត្ថភាពជាច្រើនលាក់ខ្លួនអ្នកថតនេះចេះស្រមៃតែវាជួយឲ្យខ្ញុំងាយបើដឹងខុសនឹងបដូរចិត្តទំនិញក្នុងដៃខ្ញុំអ្នកអាចទទួលបានទេសូមនាំផ្លូវទាំងនេះលោកលក់ទាំងអស់អ្នកអាចបដូរប៉ុន្មានខ្ញុំលក់ប៉ុន្មានបើមានម្សៅមុខខ្ញុំក៏ចង់បានប្រញាប់យកអំបិលទាំងអស់ឆ្នាំងដែកនិងក្រណាត់មកសំបីម្សៅមុខនិងគ្រឿងអលង្ការគុំទុកលោកគ្រូទីនេះនៅមានមាសតូចនិងគ្រឿងអលង្ការចាត់ទុកជាទឹកចិត្តខ្ញុំបានត្រឹមនេះមានរឿងមួយត្រូវរំលឹករឿងអីនៅខាងកើតភ្នំត្រជាក់លើភ្នំដាយ៉ានមានបន្ទាយខ្យល់ជាង100ពួកគេមានឧបករណ៍យោធារបស់អាជ្ញាធរពាក់អាវស្បែកនិងកាន់ដាវដែកភូមិជាច្រើនត្រូវពួកវាប្លន់អស់លោកត្រូវប្រយ័ត្នបន្ទាយខ្យល់ខ្មៅជាង100នាក់នឹងឧបករណ៍យោធាដូចឆ្អឹងត្រីបោះចុះក្នុងបំពង់កភុំលីវអរគុណលោកទំនិញលើកនេះគ្រប់ឲ្យភូមិប្រើកន្លះឆ្នាំរបស់គ្រប់ហើយតែខាងកើតមានអ្នកមិនចង់ឲ្យយើងរស់ស្ងប់បន្ទាយខ្យល់ខ្មៅបើមិនដកចេញសំបីគេងក៏ត្រូវបើកភ្នែកមួយបងប្អូនស្រីសប្បាយសប្បាយក៏សប្បាយកុំភ្លេចច្បាប់ស្អែកបដូរតាមពិន្ទុអ្នកធ្វើច្រើនជ្រើសមុនអ្នកទាំងអស់គិតមើលយប់នេះខ្ញុំពាក់រ៉ូបថ្មីនេះអាចតាក់ទាញលោកមកបន្ទប់ខ្ញុំទេសុបិនទៅស្ត្រីចិត្តខ្លួនលោកអ្នកណាមិនពូកែជាងលោកប្រហែលត្រូវពួកនាងតាក់ទាញអស់លោកលីវមិនមែនមនុស្សបែបនោះភ្នែកមើលទេសភាពនេះឈិនយុន7ថ្ងៃនេះអ្នកធ្វើការច្រើននិងលំបាកបំផុតជាច្រើនដងហត់រហូតសន្លប់តែមិនត្អូនគ្រឿងអលង្ការនេះជារបស់អ្នកនាងមិនសូវនិយាយតែធ្វើការច្រើនជាងគេទៅមើលនាងសិននិយាយគ្នាបន្តិចក៏ល្អអរគុណលោកគ្រឿងអលង្ការដែលអ្នកពាក់ថ្ងៃនេះស្អាតក្រណាត់និងម្សៅមុខទាំងនេះឲ្យអ្នកជារង្វាន់បន្ថែមសម្រាប់ការខំវាថ្លៃពេកយកទៅអ្នកជាប្រពន្ធមន្ត្រីចាស់តែខំធ្វើការជាមួយកូនស្រីមន្ត្រីនេះជារបស់អ្នកសមនឹងទទួលបើគ្មានលោកខ្ញុំនឹងម៉ែប្រហែលស្លាប់តាមផ្លូវឬត្រូវលក់ចូលផ្ទះបនយប់ហើយខ្ញុំគួរទៅលោកកុំទៅបន្ទប់យន្តត្រជាក់ណាស់ហេតុអ្វីអ្នកទាំងពីរនៅទីនេះលោកផឹកបលក្តៅបំពន់ខ្លួនយប់មិញរវល់ពេញយប់លំបាកហើយរង្វង់ភ្នែកពួកនាងខ្មៅដូចខ្លាប្រហែលមើលជ្រុងជញ្ជាំងពេញយប់ទៀតម្នាក់ធ្វើជាសុភាពម្នាក់ទៀតនិយាយចាក់មួយស្នឹងមួយខ្មៅយប់មិញខ្ញុំនិយាយជាមួយយន្តពីកំណាប់នាងបានអានសៀវភៅច្រើនថ្ងៃក្រោយភូមិអាចប្រើនាងបាននិយាយកំណាប់ពេញមួយយប់អ្នកមានអត់ធ្មត់បែបនោះបោកខ្មោចទៅប៉ះឈិនយុនទទួលសមត្ថភាពអកម្មខ្លួនឯងខ្លាំងនាំមកនៅទំនុកចិត្តពេលចរចាភាគីខាងងាយទទួលស្គាល់លើកនេះប៉ះបានរបស់ល្អនេះជាភ្លើងឆេះខាងក្រោយតែឥឡូវមានរឿងសំខាន់ជាងស្ត្រីលោកមើលស្រូវយើង
មិនដល់2 ខែក៏ទុំចាប់ផ្ដើមច្រូតផលល្អជាងស្មានចាប់ផ្ដើមកិនអ្នកទាំងអស់មើលនេះហៅថាម៉ាស៊ីនកិនគ្រាប់ដូច្នេះមនុស្សម្នាក់អាចធ្វើរួចស្រូវទាំងអស់កិនអស់នេះទើបជាចាប់ផ្ដើមពេលកិនជាម្សៅខ្ញុំនឹងឲ្យអ្នកទាំងអស់ញ៉ាំនំប៉័ងស្រាល់ថ្ងៃនិងបាយស្រាល់ពេលម៉ាស៊ីនថ្មនេះលោកលីវធ្វើគាត់ធ្វើទាំងអស់លោកមានម្សៅហើយតែគ្មានអ្នកណាធ្វើនំប៉័ងទេអ្នកណាថាមិនចេះមើលខ្ញុំសានឈីទៅយកមេម្សៅលោកយកមកហើយម្សៅនេះអាចคล้ายជានំប៉័ងប្រញាប់អីនេះហៅថាឲ្យម្សៅឡើងស្អែកអ្នកនឹងដឹងចៅអ៊ីងនាំមនុស្សសង់លដីនៅដីទំនេរក្រោមដុតភ្លើងលើអាំងអាហារខ្ញុំនឹងគូររូបឡយវាធំឡើងធំជាងម្សិលមិញទ្វេដងមករៀនទាំងអស់បត់បែបនេះគឺបានកុំបត់ខុសថ្ងៃក្រោយអ្នកទាំងអស់ធ្វើអាហារដើម្បីមិនទាន់ឆ្អិនទឹកមាត់ខ្ញុំចិត្តហូរដល់ដីពេលចិត្តគ្រប់ហើយម្នាក់មួយកុំប្រញាប់មានគ្រប់គ្នាមិនធ្លាប់ញ៉ាំអ្វីឆ្ងាញ់បែបនេះស្បៀងគ្រប់នឹងខោអាវក៏មានសួនសុភមង្គលនេះចូលតែបន្ទាយខ្យល់ខ្មៅខាងកើតនៅមិនទាន់ដោះស្រាយស្ត្រីទាំងនេះមិនអាចគេងស្ងប់ត្រូវរកវិធីខ្ញុំទៅលោកទៅណាខ្ញុំទៅនោះលើកនេះឡើងភ្នំមិនមែនទៅលេងខ្ញុំត្រូវរករ៉ែនឹងអាវុធការពារមនុស្សដែលអាចគំរាមភូមិតាមផ្លូវពេញដោយសត្វសាហាវអ្នកទៅមានតែធ្វើឲ្យយឺតលោកគ្រាន់តែចង់ទុកខ្ញុំឈៀនកុំរវល់ក្នុងភូមិមានរឿងច្រើនពេលលោកលីវមិននៅយើងត្រូវគ្រប់គ្រងតែស្ដាប់បង្គាប់ខ្ញុំនឹងយករបស់ល្អមកឲ្យខាងមុខមានសត្វធំកុំផ្លាស់ទីមួយដាវជ្រូកមួយក្បាលប៉ុណ្ណោះកាត់សាច់លើកដាយប់នេះសម្រាប់ក្បែរទឹកជ្រោះទីនេះធំខ្លាំងមុននេះរវល់ងូតទឹកមិនបានសង្កេតតាក់សាច់អាំងសិនខ្ញុំទៅមើលខាងក្នុងសង្ឃឹមមានរបស់មានប្រយោជន៍ថ្មីនេះសំណាងប៉ះអាក្រក់ណាស់ព័ត៌មានក្នុងភ្នំនេះមានភ្នំមេតបរីជវង្សមុនក្នុងនោះមានអន្ទាក់នៃអាវុធជាច្រើនអាវក្រោះមាសប្រាក់និងយុទ្ធសាស្ត្ររបស់មេតបមានអាវុធអាវក្រោះនិងមាសថែមទាំងមានយុទ្ធសាស្ត្រខ្ញុំខ្វះអ្នកចេះដឹកតបលើកនេះត្រូវចូលឲ្យបានថ្មទាំងនេះមិនធម្មតាដូចមានអ្នកចង់បិទអ្វីរកឃើញមកជួយខ្ញុំលើកថ្មទីនេះមានរូងមើលទៅស្អុយណាស់នេះប្រហែលកន្លែងអ្នកយាមភ្នូររស់ចូលមើលមានរបស់ល្អទេតាមខ្ញុំកុំប៉ះផ្ដេសផ្ដាសទីនេះធ្លាប់មានមនុស្សរស់អ្នកណារស់ក្នុងភ្នូរប្រហែលអ្នកភៀសខ្លួនពីរាជវង្សមុនគួរតែជាអ្នកយាមភ្នូរនេះជាអ្វីសុទ្ធតែអក្សរមិនស្គាល់ដូចពាក្យខ្មោច
លោកប្រយ័ត្នភ្នូចាស់អាចមានអ្វីគ្រប់យ៉ាងឆ្អឹងសត្វប៉ះឆ្អឹងសត្វព្រៃទទួលសមត្ថភាពភាសាសត្វអាចស្ដាប់យល់និងធ្វើត្រាប់តាមសំឡេងសត្វទាំងអស់ភាសាសត្វអាចនិយាយជាមួយសត្វមានន័យថាសត្វទាំងភ្នំត្រជាក់អាចក្លាយជាភ្នែកនិងត្រចៀកខ្ញុំថ្ងៃនេះសំណាងមិនអាក្រក់រងចាំវាកំពុងនិយាយថាមនុស្សចូលស្លាប់ទៅឆ្ងាយបើមិនអញ្ចឹងខ្ញុំនឹងយកឯងធ្វើសុខលោកមុននេះលោកនិយាយជាមួយវាពិតជារត់កុំភ្ញាក់មើលទៅជាថ្មបិទផ្លូវវាមិនបែកត្រូវរកផ្លូវផ្សេងចូលភ្នូរកឃើញលោកខាងក្រោមសុវត្ថិភាពទេមិនដឹងតែអាវុធនិងអាវក្រោះដែលខ្ញុំចង់បានប្រហែលនៅក្រោមអ្នកទាំងអស់រងចាំទីនេះខ្ញុំចោះមើលមុនលោកខ្ញុំចោះជាមួយបើលោករបួសខ្ញុំអាចជួយអញ្ចឹងតាមមកចៅអ៊ីងក៏មកអ្នកផ្សេងនៅខាងលើមនុស្សដែលសង់ភ្នូនេះតើជាមេតបណាគ្រាន់តែឆ្អឹងមនុស្សស្លាប់ទៅគុំស្ដាប់លោកខ្ញុំដកដង្ហើមមិនចេញខ្យល់តិចពេកបើបន្តពួកនាងនឹងដាច់ដង្ហើមត្រូវរកច្រកចេញឲ្យលឿនឆ្អឹងសេះនេះមិនធម្មតាឆ្អឹងផ្សេងខ្មៅតែវានៅប៉ះមួយអ្នកទាំងអស់អង្គុយចុះសន្សំខ្យល់ខ្ញុំទៅមើលមុខប៉ះឆ្អឹងសេះសង្គ្រាមរាជវង្សមុនទទួលសមត្ថភាពកម្លាំងសេះកម្លាំងអត់ធ្មត់កើនខ្លាំងល្បឿនកើន 500% នាំពួកនាងចេញសិនលោកហូឈៀមពិតមាត់ឲ្យខ្ញុំស្រូបឈាមឈប់ដោយខ្លួនឯងហើយអ្វីគ្មានស្នាមរបួសឪពុកខ្ញុំធ្វើការនៅគ្រូពេទ្យរាជវាំងពេញមួយជីវិតឃើញវិធីរស់ឡើងវិញបែបនេះលោកជាមនុស្សអ្វីប្រហែលលោកលីវមានរាងកាយដាច់ដូចរឿងព្រេងគ្រាន់តែធ្វើការស្រែកច្រើនស្បែករឹងនិងសាច់ក្រាស់ធ្វើស្រែកច្រើនអាចបែបនេះអញ្ចឹងកសិករទាំងអស់ក្នុងលោកអាចហ្វឹកហាត់រាងកាយដែកលោកកុំលេងសើចធម្មតាឲ្យអ្នកទាំងអស់ដាំបន្លែច្រើនធ្វើការច្រើនអ្នកទាំងអស់ដូចខ្ញុំចង់សម្លាប់កសិករខ្លាំងណាស់ផ្លូវនេះខ្វះខ្យល់អ្នកទាំងអស់កម្លាំងសម្រាប់ទីនេះខ្ញុំទៅស្ទង់ផ្លូវមុខមើលគាត់តែលោកខាងមុខមិនដឹងមានអ្វីក្នុងស្ថានភាពអ្នកទាំងអស់ជួបអន្ទាក់គ្រាន់តែជាខែលឲ្យខ្ញុំស្ដាប់បង្គាប់អន្ទាក់ផ្លូវនេះភាគច្រើនខ្ញុំបានឥឡូវនេះសុវត្ថិភាពឡើងមកលំបាកបែបនេះបើខាងក្នុងគ្មានកំណប់ខ្ញុំនឹងវាបំផ្លាញទីនេះពិតជាសាឡាបូជាមេតបបានទ្របហើយទាំងនេះសុទ្ធតែដៅល្អយកអាវុធទាំងនេះចេញបញ្ហាអាវុធរបស់ភូមិនឹងដោះស្រាយទាំងស្រុងទម្ងន់នេះមិនស្រាវទេម៉ែអើយអូហូសត្វនេះកម្លាំងខ្លាំងណាស់ស្ទើរវាខ្ញុំបាក់ឆ្អឹងចូលចិត្តខាមែនសាក់នេះសំបីស្បែកក៏មិនបែកការពីអ្វីខ្លាំងម្លេះសម័យមុនមានស្ដេចរត់ជុំវិញសឥឡូវខ្ញុំរត់ជុំវិញសត្វនេះប៉ះផ្ទាល់ប្រកាសជាស្លាប់ត្រូវរកវិធីត្រឡប់ទៅរូងដែលដួលនេះជាអ្វីនេះជាត្រាខ្លាប្រព័ន្ធប៉ះវាប៉ះត្រាខ្លារបស់មេតបរាជវង្សមុនទទួលសមត្ថភាពទេវតាបញ្ជាសត្វប្រើស្មារតីនិងកម្លាំងបង្ខំសត្វឲ្យស្ដាប់ប្រើជាមួយភាសាសត្វមានប្រសិទ្ធភាពកាន់តែខ្លាំងអាចឲ្យសត្វនេះស្ដាប់ខ្ញុំរបស់ល្អថ្ងៃនេះខ្ញុំនឹងឲ្យឯងដឹងអ្នកណាជាស្ដេចពិតឯងក៏មកត្រាខ្លាចេញបញ្ជា1គោរពខ្ញុំ2ស្លាប់
1គោរពនិងស្ដាប់បញ្ជាខ្ញុំ2ស្លាប់នៅទីនេះ